លោកមកតាន់ពេលល្អណាលោកក៏អញ្ចឹងដែរយើងឃើញលោកមកដល់ហើយបានជាមកជួបលោកហ្នឹងណាឯណាលោកនាយរបស់លោកគាត់នៅខាងក្នុងសូមអញ្ជើញលោកនាយក៏និយាយថាបើកភ្លើងយ៉ាងនេះទើបអាចមើលរបស់កាន់តែច្បាស់ថែមទៀតរួចណាប្រាក់យើងបាននិយាយគ្នាថាតើតែជួបលោកនាយទើបយើងប្រកល់ប្រាក់ឲ្យទំនិញច្រើនយ៉ាងនេះយើងមិនអាចទុកចិត្តបានទេឯណាលោកនាយរបស់ឯងគាត់នៅខាងនោះយើងដឹងថាលោកមកលើនេះក៏ព្រោះតែចង់ដឹងថាយើងនឹងជានរណាតែយើងមិនអាចឲ្យប៉ូលីសចាប់យើងដោយងាយងាយនោះទេសូមជម្រាបពុកស្មានមកដល់ហើយមែនទេน้องเพชรตะมือเขาเกียร์ทำไมតាឆាល់อะไรហ៎ស្រួលតែទៅនោះទៀតតាឆាល់គេសន្លប់ហើយថាមិនឈិនឡុងរត់រួចហើយមែនហើយមិននេះមិនដឹងជារឿងហេតុអីទេនឹងយ៉ាងមានមនុស្សរាប់សិបដាក់មកទីនេះហើយចាប់ខ្លួនបុគ្គលិកយើងទាំងសូមគោរពទៀតអ្នកជំងឺទាំងឡាយយើងចាប់ខ្លួនបានហើយបាទនេះខ្ញុំយ៉ាងម៉េចលោកទៅជាមួយខ្ញុំដែរទេបាទទៀតទៅយើងថាលោកមើលចោអ្នកដែលពាក់ខោអាវពេទ្យគឺជាអ្នកជំងឺរួចអ្នកដែលពាក់ខោអាវអ្នកជំងឺគឺជាបុគ្គលិករបស់យើងណាលោកនាយកលោកបាននិយាយថាឈិនឡុងភ្លេចការចងចាំរបស់ខ្លួនហើយមែនទេមែនហើយឥឡូវនេះគេភ្លេចរឿងអតីតកាលរបស់គេទាំងអស់គេមានគ្រោះថ្នាក់ធ្ងន់ណាស់លោកគួរតែបង្ហាញមុខគេចំពោះមុខទូរទស្សន៍ទៅបានទេមិនបានទេលោកនាយកឈិនឡុងជាសាក្សីតែមួយគត់របស់ប៉ូលីសមានតែគេទេដែលធ្លាប់ស្គាល់មុខមេចោរនៃជនលក់គ្រឿងញៀនបើសិនជាយើងបង្ហាញខ្លួនរបស់គេនេះបណ្ដាលនាំឲ្យមានគ្រោះថ្នាក់ដល់គេណាហើយម្យ៉ាងទៀតរឿងនេះមិនត្រូវផ្សាយជាសាធារណៈទេបាទខ្ញុំយល់ហើយលោកនាយកនៅខាងក្នុងយើងបានរៀបចំរួចហើយសូមអញ្ជើញទៅពិនិត្យទៀតសូមទោសជំរាបសិនហើយសូមអញ្ជើញបានល្អអ៊ំមិនក៏ល្អអ៊ំមិនរត់ទៅជាមួយនឹងឈិនឡុងទៅរត់ខ្ញុំមិនងងដូចគេទេអ្នកនៅខាងក្រៅសុទ្ធតែជាមនុស្សឡប់សិនទេគេនិយាយតែពីរឿងនយោបាយរឿងកាប់សម្លាប់គ្នាមិនស្ងាត់ដូចនៅខាងក្នុងនេះទេ